សួស្តីបងប្អូនណាឃើញថាមានអ្នកនឹកយ៉ាដើច្រើនមែនតែនគេសួរថាហេតុអីក៏អត់ឃើញចេញវីដេអូទៀតអញ្ចឹងគេនឹកណាហើយអ្នកនឹកនឹងគឺថាច្រើនទៀតគឺថាប្រហែលជាម្នាក់ហ្នឹងវា friend ឯងទៀតវា friend ហើយវា fake friend ទៀតវាមិន friend ធម្មតាឯណាវាថាចេញមក friend ចេញវីដេអូមកចាំអញជួយ like ជួយ share មានណាវាអត់មានជួយចូលមើលអីផងហ្នឹងប្រវត្តិវាហ្នឹងប្រវត្តិប្របួរគេដើរលេងដល់មកហើយវាទៅឯងហែងដឹងឯ friend ហែងជាណាគេហែងដឹងខ្លួនហែងលាខ្លួនហែងចូលមកវីដេអូនេះផងដែរចង់បង្ហាញនឹងផ្ញើទៅកាន់អ្នកដែលមិនបានមើលទាំងអស់គ្នាដូចជាបងប្អូនដែលនៅអាមេរិកកាណាដាអូស្ត្រាលីអីចឹងទៅណាអំពីទេសភាពស្រុកស្រែនៅពេលភ្លៀងរលឹមស្រិចហើយយើងទៅរើសក្តាមឬខ្ចង់អីចឹងទៅថាតើវាសុបាយប៉ុណ្ណាច្រឡំមិនមែនសុបាយប៉ុណ្ណាថាតើវាវេទនាប៉ុណ្ណាជីវិតនៅស្រុកស្រែណាបងប្អូននៅល្ងាចនេះក្រុមការងាររបស់យើងទាំងអស់គ្នាក៏នាំគ្នាទៅរើសក្តាមខ្ចង់ដើម្បីទៅធ្វើស៊ុបស៊ីឈွန်ទៅរើសក្តាមខ្ចង់ហើយធ្វើស៊ុបស៊ីឈွန်វិញកុំតាន់អាខឹងសម្បាឬក៏ចេះណាបងប្អូនណាពីមួយវគ្គទៅមួយវគ្គនៅក្នុងវីដេអូនេះគឺថាមានភាពបង្កប់នៅអត្តន័យដែលអប់រំឲ្យបងប្អូនណាមានចំណេះដឹងនៅក្នុងខ្លួនឃើញថារើសក្តាមខ្ចង់បានច្រើនហើយក្រុមការងាររបស់ខ្ញុំក៏នាំគ្នាសហការគ្នាទៅរើសស្វាយនៅក្បែរនឹងវិញម្ដងពួកយើងសហការគ្នាសុទ្ធតែមានបទពិសោធន៍ណាស់នៅក្នុងការរើសលួចអីហ្នឹងសុទ្ធតែមានបទពិសោធន៍ច្រើនឆ្នាំហើយជាពិសេសអាប្អូនខ្ញុំហ្នឹងហ្មងតាមពិតទៅរឿងរ៉ាវវាចេះដោយសារតែទៅហ្នឹងចង់ទៅរើសខ្ចង់រើសក្តាមហ្នឹងមែនតែដោយសារតែខ្ចង់ថៃដែរមានបានស៊ីស្អីចឹងហើយក៏នាំគ្នាដល់ផ្ទះវិញទៅហើយល្ងាចឡើងក៏ធ្វើស៊ុបស៊ីឈွန်ស៊ីទៅណាតាណាមិនតាណាសាប់បងមិនតាណាសាប់បងជំនយោធ្វើពុតទេណាបងប្អូនណាគឺថា fake ទេណាឈុតឆាកនេះសុទ្ធតែសម្ដែងនិងរៀបចំដោយខ្លួនឯងទាំងអស់ឥឡូវនេះក្រុមការងាររបស់យើងទាំងអស់គ្នាកំពុងតែញាប់ដៃញាប់ជើងនៅក្នុងការធ្វើស៊ុបស៊ីឈွန်ណាដោយសារតែម្នាក់គឺថាពិតជាចង់យើងបញ្ចូលគួរតែញ៉ាំឬក៏ស៊ីណាបញ្ចូលចង់ញ៉ាំពិតជាចង់ញ៉ាំស៊ុបស៊ីឈွန်មែនតើម្នាក់ដងដេកមើលមាយថាស៊ុបស៊ីឈွန်អញ្ចឹងណាវាក៏ជាភាពជោគជ័យមួយដែរសម្រាប់ពួកយើងទាំងអស់គ្នាដោយសារតែម្នាក់គឺថាគិតឡើង3-4ខែហើយទម្លាប់តែបានស៊ុបស៊ីឈွန်មួយឆ្នាំហ្នឹងភាពជោគជ័យមួយនេះមិនមែនបានមកដោយស្រួលទេគឺគ្រាន់តែជាភាពចៃដន្យមួយតែប៉ុណ្ណោះយល់ទេបងប្អូនព្រោះថាខ្ញុំនេះក៏អត់យល់ដែរថាខ្លួនឯងកំពុងតែនិយាយពីអីណាភាពរងចាំកំពុងតែពុះ control ដូចជាឆ្នាំងស៊ុបកំពុងតែពុះប្រុងផ្ទុះនឹងដូចគ្នាជោគជ័យណាស់មិនចាំទៅរណាឆ្ងាយឯងគ្រាន់តែល្ងាចឡើងព្រឹកឡើងនឹងយើងដឹងថាយើងនឹងធ្វើម្ហូបអីនឹងចេញនឹងយើងគិតចេញនឹងណាក៏ជាជោគជ័យមួយនៅក្នុងជីវិតយើងដែរណាអ្នកដែលមានចំណាប់អារម្មណ៍ចង់មកលេងផ្ទះយ៉ាដេវណាបងប្អូនតម្លៃត្រឹមតែ$100តែប៉ុណ្ណោះបងប្អូនអាចចរចាគ្នាបានណាថ្លៃដេកថ្លៃស៊ីខ្លួនឯងបាយ